ហើយអរគុណម្ដងទៀតដល់ក្រុមការងាររបស់ជាមួយអាដាមរដ្ឋមន្ត្រីក្រសួងការងារបដិបដាជាជីវៈដែលអនុវត្តព្រោះដាក់បទបញ្ជាមក10ចំណុចក្នុងនោះរៀបចំទៅរកកថាឲ្យចេញចឹងឥឡូវយើងចេញមួយយើងនឹងបន្តទៅទៀតបាទក្រុង2 3បន្តទៀតហើយសង្ឃឹមថានឹងបានតែយើងមាន8ប៉ុន្តែនៅតាមសហគមន៍បាទហើយក្រៅពីនោះយើងមានក្រសួងអប់រំរៀបចំនៅតាមសហគមន៍បាទសហគមន៍13នៅទូទាំងប្រទេសហ្នឹងតូចបាទពីខេត្តឥឡូវនៅខេត្តកំពង់ស្ពឺកំពង់ចាមអញ្ចឹងថ្ងៃក្រោយយើងពិនិត្យថែមទៀតហើយក្នុងសហគមន៍ដល់នេះនៅតាមសម្រាប់បងប្អូននៅរោងចក្រដែលធ្វើការសហគ្រាសដែលយើងធ្វើការហ្នឹងហើយអញ្ចឹងសង្ឃឹមថាក្រុមហ៊ុនធំដែលមានលទ្ធភាពអាចរៀបចំទៅតាមកម្រិតដែលគាត់អាចបានព្រោះហ្នឹងយើងមានកំណត់នៅក្នុងច្បាប់ប៉ុន្តែការអនុវត្តទៅតាមលទ្ធភាពនិងជំហានជាក់ស្ដែងហើយអរគុណដល់លោកម៉ាម្ដងទៀតអ្នកបកប្រែឲ្យគាត់Thank you again ស៊ីសៀបាទអរគុណណាស់បានជួយព្រោះគាត់វិនិយោគក្នុងការសាងសង់កន្លែងនេះហើយត្រូវជួយចំណាយដូចជិត$10,000ជិត$10,000មួយខែទៀតដើម្បីចំណាយដូចបុគ្គលិកអីផ្សេងដើម្បីផ្ដល់អត្ថប្រយោជន៍បន្ថែមអញ្ចឹងយកចិត្តទុកដាក់ព្រោះបងប្អូនកម្មករកម្មការនេះគឺជាគ្រួសារហើយបាទគឺជាអ្នកដែលគ្រួសារជាមួយក្រុមហ៊ុនអញ្ចឹងជួយគ្នាទៅវិញអរគុណណាស់បាទផាសុខភាពហើយក្រៅពីនេះទៀតគឺមិនត្រឹមតែនឹងទេក្រសួងការងារក៏កំពុងជំរុញរៀបចំឲ្យល្អនៅកន្លែងអាហារដ្ឋានមើលអាហារដ្ឋាននៅនេះរៀបចំហូបនៅណាម៉ាអ្នកហូបនៅក្នុងកន្លែងហ្នឹងមានអាហារដ្ឋាននេះនៅនេះមានទេមកចុះគេរៀបចំបានល្អអត់ហើយយើងត្រូវបង់ថវិកានៅនេះអត់ free ទៀតអញ្ចឹងលោកម៉ាពិសេសជាងគេអរគុណណាស់អញ្ចឹងបាទកន្លែងផ្សេងទៀតក៏កន្លែងខ្លះក៏ឲ្យផ្ដល់ថ្លៃបាយឲ្យម្ហូបចាត់ចែងខ្លួនឯងតែត្រូវរៀបចំកន្លែងហូបចុកឲ្យបានស្រួលព្រោះពាក់ព័ន្ធសុខភាពបាទអញ្ចឹងយើងសំបានច្រើនណាស់បើនៅកន្លែងនេះអត់ត្រូវការបង់ថ្លៃធ្វើដំណើរព្រោះប្រាក់អត្ថប្រយោជន៍ក៏យើងឲ្យដែរទោះបីបង់មិនបង់មួយខែដូច$17អញ្ចឹងយើងបាននឹងហើយយើងមិនបាច់ចំណាយធ្វើដំណើរហូបចុកនៅកន្លែងនេះគឺក្រុមហ៊ុនគាត់ជួយអញ្ចឹងយើងសំថ្លៃហូបចុកឥឡូវថ្លៃមើលកូនក៏អត់ចាំបាច់ចំណាយទៀតអញ្ចឹងយើងសំបានទៀតតាំងពីទង្ងន់មកអីមកសុខព្យាបាលសុខភាពទៅពិនិត្យសុខភាពអត់បងទៀតកើតកូនអត់បងទៀតសំបានច្រើនណាឥឡូវសុបាយចិត្តអត់ឡើយហើយចង់បន្តគោលនយោបាយចឹងតទៅទៀតអត់ហើយគោលនយោបាយនេះមិនមែនគ្រាន់តែខ្ញុំនិយាយទេបានផលជាក់ស្ដែងមែនទេឥឡូវម៉ានអ្នកដែលអត់ទាន់បានផលជាក់ស្ដែងអត់មានទេម៉ានអ្នកដែលបានផលជាក់ស្ដែងនៅអ្វីដែលយើងឲ្យបានទាំងអស់ហើយក្រៅចុះក្រៅពី100អ្នកជាងទាំងបងប្អូននៅក្នុងរោងចក្រផ្សេងទៀតនៅនេះដូចប្រហែល1000នាក់18,000នាក់បានទាំងអស់គ្នាមិត្តភក្តិយើងបានអត្ថប្រយោជន៍ដូចគ្នាអញ្ចឹងដែរបាទគ្រាន់តែរោងចក្រនេះ18,000នាក់ធំជាងគេរោងចក្រ Marvel គាត់បង្កើតដោយប្រមាណសាខានោះនៅកំពង់ស្ពឺខ្ញុំទៅសម្ពោធថ្ងៃមុនដែរបាទអត់ផ្សេងទេបាទ3រោងចក្រអញ្ចឹងគ្រាន់តែ18,000នាក់បងប្អូនបានអត្ថប្រយោជន៍ហើយប្រាក់ខែយើងទៅឡើងប្រាក់មូលដ្ឋាននោះប្រហែលឆ្នាំជួបកូវីដក៏យើងតឡើងអត់ដែរឈប់ដែរប្រទេសខ្លះយើងអត់ឈប់ដើម្បីបានផលអញ្ចឹងប្រាក់ខែតិចច្រើនយើងបានតឡើងអត្ថប្រយោជន៍តឡើងចំណាយកាន់តែថយអញ្ចឹងមិនសល់កាន់តែច្រើនតែលុយដែលសល់នឹងប្រពន្ធអ្នកទុកគឺប្តីអ្នកទុកមើលប្រហែលអ្នកលុយប្រពន្ធទុកលើកដៃមើលទាំងអស់ហ្មងហើយទុកឲ្យប្តីប្រមាណភាគរយអត់ទេតើតែប្តីត្រូវការមកសុំវិញអីក៏ដូចគ្នាម៉េះប្រាក់ខែបងដល់ខែជំនួយការគេបើកគេអត់យកឲ្យបងទេគេឲ្យទៅប្រពន្ធបងគេគាត់រាយការបានផ្ដល់ឲ្យបងស្រីហើយឯដល់មកប៉ាក៏ដូចគ្នាដែរប្រហែលជាមិនខុសគ្នាទេ
ព្រោះទុកនៅប្តី100ក៏គ្រាន់1000ក៏គ្រប់អត់លេងក៏សល់ដែរស្អីទេការគ្រប់គ្រងការនេះតែមិនឲ្យមានសុភមង្គលជាមួយគ្នាការងារកំប្រឹងបានជីវភាពមើលកូនបន្ថែមហើយរដ្ឋនឹងបន្តខិតខំណាខិតខំធានានៅអត្ថប្រយោជន៍និងខិតខំរកវិធីផ្ដល់អត្ថប្រយោជន៍បន្ថែមទៀតទៅតាមដែលអាចធ្វើទៅបានហ្នឹងហើយសូមអរគុណណាស់ដល់បងប្អូនកម្មករកម្មការិនីទាំងអស់ដែលបានខិតខំធ្វើការងារបាទជួយខ្លួនឯងជួយគ្រួសារជួយសង្គមជាតិហើយជាពិសេសសំខាន់ណាស់ជួយកសាងធនធានមនុស្សបន្ថែមទៀតបង្កើតធនធានមនុស្សឲ្យបានច្រើនហើយជួយថែទាំឲ្យបានល្អហើយជូនពរណាបងប្អូនដែលចង់បានកូនថែមទៀតសង្ឃឹមថាប្តីនឹងឯកភាពតាមនឹងណា